1.3 ឧស្សាហកម្មកាត់ដេរឧស្សាហកម្មកាត់ដេរដែលកន្លងមកមានតួនាទីនាំមុខគេក្នុងកំណើនសេដ្ឋកិច្ចជាតិនិងបានកំពុងបង្ហាញនូវសញ្ញាចុះថយដោយសារតម្រូវការទីផ្សារមុខទំនិញផ្នែកនេះបានថយចុះរួមផ្សំនឹងការប្រកួតប្រជែងទីផ្សារដូចគ្នានៃបណ្ដាប្រទេសជិតខាងនិងថ្លៃដឹកជញ្ជូនកើនខ្ពស់ជាងមុនដោយសារតែមានការកើនឡើងនៃតម្លៃប្រេងវិស័យនេះបានផ្ដល់ការងារដល់កម្មករប្រមាណជាង 350,000 នាក់ដែលភាគច្រើនជាស្ត្រីវ័យក្មេងបម្រើការងារនៅក្នុងរោងចក្រកាត់ដេរចំនួន422ឆ្នាំ 2009 ការបិទទ្វាររោងចក្រកាត់ដេរមួយចំនួនដោយសារតែការទទួលរងឥទ្ធិពលនៃវិបត្តិសេដ្ឋកិច្ចពិភពលោកបានធ្វើឲ្យកម្មករត្រូវបាត់បង់ការងារអស់ចំនួន 19,812 នាក់ក្នុងឆ្នាំ 2009 ការបិទទ្វាររោងចក្រកាត់ដេរមួយចំនួនដោយសារតែការទទួលរងឥទ្ធិពលនៃវិបត្តិសេដ្ឋកិច្ចពិភពលោកបានធ្វើឲ្យកម្មករត្រូវបាត់បង់ការងារអស់ចំនួន 19,812 នាក់ក្នុងឆ្នាំ 2009